បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់ Channel ដងហួរសូមប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នា Channel នេះគឺផ្ដោតទៅលើការសម្ដែងរឿងជាប្រភេទ Novel រៀងហៅថាឡំលោកបែបពិភពគុណហ្នឹងឯងចឹងចំពោះបងប្អូនដែលចូលមកថ្មីសូមរំខានជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងនេះផងដើម្បីទទួលបាននូវវីដេអូសម្ដែងរឿងថ្មីៗបែបនោះបន្តទៀតតោះឥឡូវនឹងកុំឲ្យខាត់ពេលយូរចូលទៅកាន់ការសម្ដែងសាច់រឿង Novel របស់យើងទាំងអស់គ្នាចំពោះទី604ការបណ្ដឹងចេញនៅពឹសខ្យល់របស់ហ្វឹងស៊ីហាលីរងចាំនារីស្រស់ស្អាតបាត់ខ្លួនពីលើមេឃមុននឹងលើកបាតដៃឡើងមានត្បូងថ្មពណ៌ខៀវត្បូងថ្មពណ៌បៃតងនិងសាលាចរិតពណ៌លឿងត្បូងថ្មពណ៌បៃតងរួមបញ្ចូលពីវិធីសាស្ត្រនិងការណែនាំអំពីរបៀបថែទាំរុក្ខជាតិនៅក្នុងឱសថដែលត្រូវបានទុកបន្សល់ដោយអ្នកមើលថែសួនចំនួនមុនដោយសារតែកម្រិតនៃឱសថនៅទីនេះគឺធម្មតាហើយមានតិចតួចប៉ុណ្ណោះដរាបណាគាត់មិនមែនជាមនុស្សខ្សោយបំផុតការមើលថែសួននឹងងាយស្រួលខ្លាំងណាស់សម្រាប់គាត់ចំណែកសាលាចរិតត្បូងពណ៌ខៀវវិញវាបានកត់ត្រានៅសិល្បៈក្បាច់គុនដែលអ្នកគ្រូមូភីនីងបានបន្សល់ទុកវិជ្ជាគុនតកដ៏ជ្រាលជ្រៅមិនមែនជាសិល្បៈក្បាច់គុនលំដាប់កំពូលទេគុណសម្បត្តិតែមួយគត់របស់វាគឺងាយស្រួលនៅក្នុងការវឹកហាត់ហើយឧបសគ្គរបស់វាក៏ងាយស្រួលនៅក្នុងការបំបែកដែរទោះជាយ៉ាងណាក៏ដោយនេះមិនមែនជាបំណងដែលអាក្រក់ទេដោយសារតែហាលីគ្រាន់តែជាសិស្សខាងក្រៅនៃការវឹកហាត់របស់គាត់គឺខ្សោយខ្លាំងណាស់ដូច្នេះហើយនាងជ្រើសរើសផ្ដល់នូវសិល្បៈក្បាច់គុនដែលងាយស្រួលខ្លាំងបំផុតសម្រាប់គាត់សម្រាប់ផ្លាកបញ្ជាវាបានគ្រប់គ្រងទៅលើការបង្កើតអក្ខរាវិរុទ្ធខុសខើដែលរំពាត់ជុំវិញសួនជាការពិតណាស់ក៏មិនបានកាន់វារយុទ្ធជាទុកដាក់ច្រើនពេកទេហើយបានដាក់របស់ទាំង3នៅក្នុងថង់ទុករបស់គាត់ក្រោយមកគាត់បានចូលទៅក្នុងខ្ទមប្រក់ស្ពៅដោយជំហានដែលមិនប្រញាប់ប្រញាល់ហើយដៃយឺតមុននឹងចាក់ចេញនៅពេលដែលហាលីឈរនៅមុខខ្ទមនោះក៏បានក្រឡេកមើលទៅលើភ្នំទូចមួយនៅខាងក្រោយសួនឱសថហើយបានញញឹមយ៉ាងសន្ទន់ក៏បានបិទភ្នែកយឺតហើយបញ្ចេញអារម្មណ៍ខាងវិញ្ញាណបន្តិចម្ដងដើម្បីពិនិត្យមើលសភាពការក្នុងរង្វង់ប្រហែលជា15គីឡូម៉ែត្រក្រោយពីឃើញថាគ្មានអ្នកហ្វឹកហាត់ផ្សេងទៀតនៅក្នុងតំបន់នេះក៏បានក្រវីដៃឲ្យមិនខ្វល់ខ្វាយសម្លេងនៃអាវុធជាច្រើនបានបន្លឺឡើងខណៈដែលដៃហោះពណ៌ខៀវស្រងាត់ជាច្រើនបានចាក់ចេញពីដៃឯរបស់គាត់ហើយបានឆ្ពោះទៅកាន់ថ្មភ្នំតូចមួយក្រោមការគ្រប់គ្រងនៃថាមពលវិញ្ញាណរបស់គាត់ដៃហោះបានចាក់ឬទម្លុះភ្នំយ៉ាងមានប្រសិទ្ធភាពហើយដូចជាថ្មទាំងនេះគឺជាតាហូតុនមួយនៅពេលក្រោយមកក៏បានឆ្លាក់ការលម្អឡើងមួយនេះរួចរាល់បន្ទាប់មកថាមពលវិញ្ញាណរបស់ហាលីបានបំបែកទៅជាខ្សែច្រើននៅពេលដែលគាត់ឲ្យវាគ្រប់គ្រងទៅលើដៃនីមួយៗរបស់គាត់ពួកវាបានចាប់ផ្ដើមឆ្លាក់ទៅលើថ្មយ៉ាងប្រញាប់ប្រញាល់បន្ទប់នីមួយៗមានលក្ខណៈប្លែកគ្នាទាំងទំហំនិងរចនាសម្ព័ន្ធរបស់វាដោយសារហាលីបានស្ទាត់ជំនាញរួចទៅហើយនៅក្នុងការបំបែកទៅលើថាមពលវិញ្ញាណរបស់គាត់ដូច្នេះវាបានចំណាយការខិតខំតិចតួចបំផុតប្រហែល6ម៉ោងក្រោយមកលំនៅឋាននៃរូបភ្នំតូចបានលេចចេញជារូបរាងដោយសម្ងាត់ហាលីបានបង្ហាញដល់នៃភាពរីករាយពេលដែលឃើញថាការរៀបចំលអារបស់គាត់ត្រូវបានបញ្ចប់ហើយព្រមនោះក៏បានយកទង់នៃការបង្កើតចេញមកបន្ទាប់មកនំតូចមួយបានคล้ายទៅជាមមីញឹកមិនគួរឲ្យជឿនៅពេលដែលការបង្កើតក្បួនការពារកម្រិតខ្ពស់ជាច្រើនត្រូវបានដាក់នៅទីនោះទោះបីជាការបង្កើតក្បួនការពារនេះមិនអាចគេចផុតពីការមើលឃើញរបស់អ្នកហាត់នៅដំណាក់កាលទី4ក៏ដោយវាក៏អាចគេចផុតពីការមើលឃើញរបស់អ្នកដែលស្ថិតនៅក្រោមដំណាក់កាលនេះដែរសម្រាប់ហាន់លីនេះគឺគ្រប់គ្រាន់សម្រាប់គាត់នៅពេលនេះយ៉ាងណាមិញវាគ្មានហាន់ផលនឹងអ្នកធ្វើហាត់ថ្នាក់ខ្ពស់ម្នាក់មកកាន់សួនឱសថតូចមួយនេះភ្លាមៗនោះទេយ៉ាងទៀតការដាក់នៅក្បួនទាំងនេះគឺគ្រាន់តែរឿងដែលបណ្ដោះអាសន្នប៉ុណ្ណោះតែពេលដែលគាត់បានចម្រាញ់និងដាក់កំហិតទៅលើថាមពលវិញ្ញាណសូម្បីតែអ្នកវឹកហាត់ដំណាក់កាលទី4ក៏មិនអាចធ្វើអ្វីមកកាន់គាត់បានដែរមិនដាក់កំហិតឯមិនមានថាបំបែកឬក៏បង្រួមទៅលើវិញ្ញាណរបស់គាត់ហ្នឹងបន្ទាប់ពីហាន់លីបានបញ្ចប់ទៅលើការដាក់នៅទម្រង់ការពារហើយក៏បានដាក់នៅយិនសិនវិញ្ញាណទាំង9នៅក្នុងសួនថ្នាំតូចមួយនៅក្នុងរូបភ្នំរបស់គាត់មានតែបន្ទាប់ពីការដាក់យ៉ាងប្រុងប្រយ័ត្ននៅថាមពលគ្រប់គ្រងជាច្រើននៅជុំវិញវាប៉ុណ្ណោះទើបគាត់អាចដោះលែងវាពីការគំរាមបានយិនសិនវិញ្ញាណទាំង9មានសារៈសំខាន់ណាស់ប្រសិនបើគាត់ចង់រួមបញ្ចូលប្រលឹងដើម្បីបំបែកទៅកាន់ដំណាក់កាលទី4នោះយិនសិនទាំង9ហ្នឹងគឺជាទន្សាយតូចមួយហ្នឹងទន្សាយបកសតូចមួយដែលគាត់បានផ្លោះប្រឡែងនៅកាន់នៅក្នុងកោះតារាហ្នឹងហើយហ្នឹងវាបានផែនជាយិនសិនជារូបភាពដើមវិញហើយចឹងទៅបានគាត់ផងប្រយ័ត្នដោយសារខ្លាចវាលោតរត់ទៀតចឹងហើយហ្នឹងខ្ញុំភ្លេចបាត់ថាជាទន្សាយឬក៏ជាកញ្ជ្រោងដូចជាកញ្ជ្រោងមិនជាទន្សាយទេតែយ៉ាងតទៀតបន្តមកហាលីបានដាក់សត្វឃ្មុំមាសនៅក្នុងបន្ទប់សាឡិតចំណែកសត្វឃ្មុំមាសដែលមានពណ៌ខ្មៅហាលីបានរក្សាពួកវានៅជិតខ្លួនរបស់គាត់ដោយសារតែគាត់មិនអាចឲ្យពួកវាស៊ីទៅលើស្មៅឥន្ទ្រូបាននោះទេ
បន្ទប់សត្វដែលនៅជិតនោះគឺជាបន្ទប់សត្វវិញ្ញាណដែលក៏បានរៀបចំយ៉ាងពិសេសសម្រាប់សត្វស្វាលេបព្រលឹងដោយសារតែសត្វបិសាចតូចនេះបានលេបព្រលឹងសត្វបិសាចផ្សេងៗទៀតនៅក្នុងបរិមាណដ៏ច្រើនបែបនេះវានៅតែស្ថិតនៅក្នុងដំណេកយ៉ាងសោកស្កល់ចាប់តាំងពីវាបានត្រឡប់ទៅក្នុងថង់ផ្ទុកវិញសូម្បីតែ Harley ក៏មិនអាចដាស់វាពីដំណេកបានដែរទោះជាយ៉ាងណាក៏ដោយ Harley មិននឹកស្មានដល់ថាដោយសារតែសត្វស្វាលេបវិញ្ញាណបានលេបព្រលឹងជាច្រើនទៅវាបណ្ដាលឲ្យវាចាប់ផ្ដើមវិវត្តទៅកាន់មួយកម្រិតទៀតប្រកបណាស់ Harley ពិតជាចង់បានលទ្ធផលបែបនេះដោយបានទទួលនៅចម្រោកដែលមានសមត្ថភាព Harley បានធ្វើការរៀបចំកន្លែងភ្លាមៗសម្រាប់សត្វស្វាតូចដ៏សាហាវមួយនេះនៅពេលនោះ Harley បានសម្រេចចិត្តទាញយកផលប្រយោជន៍ពីការងងុយដេករបស់សត្វនេះដើម្បីចម្រាញ់ថាមពលលេបព្រលឹងនៅក្នុងខ្លួនរបស់គាត់ឲ្យបានរួចរាល់ដោយសារតែការរីកចម្រើនខ្លាំងរបស់សត្វស្វាលេបវិញ្ញាណ Harley មានការព្រួយបារម្ភបន្តិចថាគាត់នឹងមិនអាចគ្រប់គ្រងការវិវត្តនៃថាមពលរបស់សត្វស្វានេះបានពេញលេញក្នុងកំឡុងពេលដែលគាត់នៅក្នុងអាណាចក្រស្រមោលគាត់មានអារម្មណ៍ថាគុជថាមពលលេបព្រលឹងបានញាប់ញ័រជាច្រើនដល់នៅក្នុងខ្លួនរបស់គាត់នៅពេលដែលសត្វស្វាលេបព្រលឹងបានស្រូបយកព្រលឹងសត្វសាហាវនៅក្នុងរូបរាងពិតរបស់វាទោះបីជា Harley រក្សាទឹកមកសោកស្ងាត់នៅចំពោះមុខទេពអសូរវិញ្ញាណនិងមេនាងក៏ដោយក៏គាត់មានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងដែរពេលនេះគាត់មានឱកាសហើយគឺគ្មានផ្លូវទេសម្រាប់គាត់នៅក្នុងការអនុញ្ញាតឲ្យរឿងនេះកើតឡើងបន្តទៀតចំពោះការបញ្យល់របស់យន់យ៉ាយអំពីអត្តសញ្ញាណរបស់សត្វស្វាលេបវិញ្ញាណវាគួរតែបង្កបញ្ហាបន្តិចបន្តួចដល់ Harley ដែលត្រូវបានប្រើប្រាស់នូវធម៌ពលវេទមន្តនិងធម៌ពលវិញ្ញាណយ៉ាងច្រើនដើម្បីគ្រប់គ្រងវាជាងនេះទៅទៀតសត្វស្វាលេបវិញ្ញាណបានកើតឡើងពីធម៌ពលនៃមេឃដីនិងឋានសួគ៌ដែលអាចធ្វើឲ្យវាមានធម៌ពលនៃការលេបត្របាក់វិញ្ញាណដ៏អស្ចារ្យប៉ុន្តែនេះគ្រាន់តែជាសមត្ថភាពបច្ចុប្បន្នរបស់សត្វស្វាលេបវិញ្ញាណប៉ុណ្ណោះនៅថ្ងៃអនាគតវាអាចនឹងខ្លាំងជាងនេះច្រើនដងដូច្នេះហើយវាបណ្ដាលឲ្យ Harley ប្រឈមនឹងហានិភ័យផងដែរបងប្អូនដែលបានមើលទៅលើសាច់រឿង animation ប្រហែលជាចាំមនុស្សស្រីម្នាក់ដែលមានឈ្មោះយន់យ៉ាហ្នឹងហើយគឺជានារីម្នាក់ដែលបានងូតតាក់នៅក្នុងអាងហើយនៅពេលដែល Harley ចូលទៅឃើញកំពុងតែងូតតាក់ហ្នឹងអានេះនៅក្នុងប្រាសាទបុរាណហើយមួយទៀត Harley បានជួបគាត់ជាលើកចុងក្រោយគឺនៅកោះតារាកោះសមុទ្រតារាហ្នឹងជួបនាងហើយជួយនាងឲ្យស្ដារទៅលើធម៌ពលវិញ្ញាណរបស់បងស្រីឬក៏បងស្រីរបស់នាងឡើងវិញហ្នឹងហើយក៏បានលេចចេញនៅផ្នែកវិញ្ញាណលេបតបាក់គាត់ចូលទៅក្នុងអាណាចក្រចូលក្នុងអាណាចក្រសមោលបាត់ចឹងទៅក៏បានបែកគ្នាទៅប៉ុណ្្នឹងទៅជាមួយនឹងយន់យ៉ាយហ្នឹងហើយចំពោះស្វាវិញ្ញាណហ្នឹងក៏គាត់ទទួលបានពីយន់យ៉ាយហ្នឹងដែរគឺនៅពេលដែលចូលទៅកាន់ប្រាសាទបុរាណស្វែងរកកំណត់ហ្នឹងដែរនៅពេលដែលចូលទៅហ្នឹងគឺធ្វើតែសាកល្បងទៅលើអត្តេះតែគាត់ចូលទៅក្នុងវាលខ្សាច់ហ្នឹងវាខ្សាច់ភ្នំភ្លើងនៅពេលដែលចូលទៅហ្នឹងយន់យ៉ាយក៏អត់មានសមត្ថភាពនៅក្នុងការពារខ្លួនរបស់គាត់ទេអញ្ចឹងក៏បានសុំពឹងឲ្យ Harley ជួយនៅពេលនោះ Harley ក៏បានជួយហើយក៏គាត់បានឲ្យទៅលើស្វាលេបតបាក់វិញ្ញាណមកកាន់ Harley វិញទៅដើម្បីជាការតបសងគុណចាតែប៉ុន្តែគឺចង់ធ្វើជាប្រពន្ធចុងរបស់ Harley ទេមានតែគិតថា Harley ចង់បានខ្លួនធ្វើជាប្រពន្ធចុងចាហើយក៏យល់ព្រមស្ម័គ្រចិត្តអីប៉ុន្តែ Harley អត់បានចាប់អារម្មណ៍មកក៏បានឲ្យស្វានឹងមកជាមួយវិញទៅមានប៉ុណ្្នឹងឯងបងប្អូនតែយើងតសាច់រឿងនេះទៀតជាមួយនឹងរឿងបែបនេះក៏មិនបានការលម្អភ្លាមនឹកគុជលេបព្រលឹងនោះទេប៉ុន្តែជំនួសមកវិញក៏បានជ្រើសរើសដើម្បីដោះស្រាយជាមួយនឹងបញ្ហាសំខាន់មួយទៀតគឺធម៌ពលវិញ្ញាណពឹសខ្យល់ដែលនៅក្នុងខ្លួនរបស់គាត់ដែលបន្តបានកម្ចាត់ទាំងស្រុងនៅឡើយ Funky ដែលជាសត្វស្លាបខ្យល់ថ្នាក់ទី9មិនអាចដេញតាមគាត់នៅក្នុងតំបន់ឋានសួគ៌ខាងត្បូងបានឡើយទោះជាយ៉ាងណាក៏ដោយការពិតដែលថាធម៌ពលវិញ្ញាណខ្យល់នៅក្នុងខ្លួនរបស់គាត់នៅតែមាននោះគឺជាមូលហេតុដែលបង្កទុក្ខព្រួយជាច្រើនប្រហែលជាគ្រោះថ្នាក់មួយទៀតនឹងកើតឡើងប្រសិនបើពេលវេលាបានកន្លងផុតទៅប៉ុន្តែការចម្រាញ់ធម៌ពលដ៏គ្រោះថ្នាក់នេះនៅតែមិនអាចកម្ចាត់ចោលបានក៏បានព្យាយាមជាច្រើនដងទើបអាចមានប្រសិទ្ធភាពតិចតួចមកដល់ពេលនេះក៏គ្រាន់តែមានវិធីសាស្ត្រដ៏ច្របូកច្របល់នៅក្នុងការប្រើប្រាស់ធម៌ពលវេទមន្តដើម្បីបណ្ដេញចេញវាដោយបង្ខំប៉ុណ្ណោះខណៈពេលដែលរឿងនេះនៅតែបន្តកើតឡើងវាក៏មិនចំណាយពេលតិចតួចក្នុងការកម្ចាត់វាដែរនេះជាហេតុផលដែល Harley បានបញ្ចប់នៅការកម្ចាត់វារហូតមកដល់ពេលនេះតែពេលនេះគាត់បានទីលំនៅដ៏សុខសាន្តហើយគាត់ចង់កម្ចាត់ចោលនៅគ្រោះថ្នាក់ទាំងនេះទាំងស្រុងតែមានអាយ៉ងសត្វស្វាដ៏ធំមួយចំនួនដើរតួជាឆ្មាំនៅក្នុងការថែទាំអាសត់ដែលមិនមកអង្គយូរទៀតគាត់បានចូលទៅក្នុងបន្ទប់វឹកហាត់របស់គាត់ Harley បានអង្គុយក្នុងបន្ទប់ដែលទឹកមុខដ៏ច្របូកច្របល់ហើយបានបញ្ចូលនូវអារម្មណ៍ខាងវិញ្ញាណចូលទៅក្នុងខ្លួនរបស់គាត់ក៏បានពិនិត្យមើលទៅលើលំហពន្លឺផ្អមាសដែលនៅក្នុងខ្លួនរបស់គាត់ហើយបានកត់ស្គាល់ថាវាគ្មានអ្វីផ្លាស់ប្ដូរទេបន្ទាប់ពីគិតមួយសន្ទុះក៏បានសម្រេចចិត្តគ្រប់គ្រងប្រទេសទេវភាពដែលហុំព័ទ្ធជុំវិញដុំធម៌ពលវិញ្ញាណរបស់គាត់ពេលដែលខ្សែធម៌ពលដែលបង្កគ្រោះថ្នាក់បានចាប់ផ្ដើមបញ្ញាបញ្ញាលចេញមកធម៌ពលវិញ្ញាណរបស់ Harley បានចាប់ផ្ដើមរង្គោះរង្គើហើយមានសរសៃវិញ្ញាណបានបិទគម្លាតនិងរារាំងទៅលើធម៌ពលវិញ្ញាណខ្យល់ដែលនៅសេសសល់ដែលមិនដឹងថាធម៌ពលពឹសខ្យល់នេះបានបង្កគ្រោះថ្នាក់ដល់កម្រិតណា Harley មានអារម្មណ៍ព្រួយបារម្ភយ៉ាងខ្លាំងថាវាអាចបំផ្លាញនៅដុំធម៌ពលរបស់គាត់បានដោយទប់ទល់នឹងអារម្មណ៍មិនសប្បាយចិត្តរបស់គាត់
ក៏បានបញ្ចេញធម្មពលវេទមន្តទាំងអស់នៅក្នុងគូរបស់គាត់ហើយចាប់ផ្ដើមបញ្ចេញនូវធម្មពលដែលបង្កគ្រោះថ្នាក់នោះដោយបង្ខំនៅពេលដែលគាត់បានអង្គុយនៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ញើសធំបានចាប់ផ្ដើមហូរចេញពីក្បាលរបស់គាត់ហើយមុខរបស់គាត់ក៏បានប្រែជាស្លេកផងដែរ4ម៉ោងបានកន្លងផុតទៅដោយមិនដឹងខ្លួនហាន់លីបានបើកភ្នែកឡើងវិញហើយបានកន្លែងមើលជុំវិញនៃការប្រើប្រាស់ធម្មពលវិញ្ញាណបន្ទាប់មកគាត់បានក្រវីដៃរបស់គាត់ហើយបានចេញនូវវត្ថុរាវពណ៌ប្រផេះពីដំណាក់ទៅលើជញ្ជាំងរត់តូចចំនួន2បានលេចចេញនៅកន្លែងដែលពួកវាបានទម្លុះហាន់លីបានដកដង្ហើមវែងចេញមកហើយជូតញើសត្រជាក់ចេញពីថ្ងាសរបស់គាត់ទោះបីជាដំណើរការនៃការបណ្ដេញមានការឈឺចាប់និងពិបាកខ្លាំងក៏ដោយក៏វានៅតែដំណើរការរត់រដែរប្រសិនបើគាត់បានបន្តបណ្ដេញវាចេញគាត់គិតថាវានឹងចំណាយពេលកន្លះឆ្នាំទើបរូបរាងកាយរបស់គាត់អាចកម្ចាត់ចោលនូវធម្មពលពឹសខ្យល់ទៅសងបានហេតុនេះវាបានដកការព្រួយបារម្ភជាច្រើនចេញពីចិត្តរបស់គាត់បន្ទាប់ពីសម្រាប់មួយសន្ទុះហាលីបានដកយកដុំថ្មខ្មៅចេញពីថង់ផ្ទុករបស់គាត់ដោយស្ងប់ស្ងាត់ហើយមើលទៅតាមវិធីសាស្ត្រនៃការបង្កើតទៅលើការរឹតបន្តឹងវិញ្ញាណគាត់តែងតែចាប់អារម្មណ៍ទៅលើការបង្កើតក្បួននេះប៉ុន្តែគាត់មិនដែលមានពេលវេលាដើម្បីពិនិត្យមើលវាដោយយកចិត្តទុកដាក់នោះទេឥឡូវនេះគាត់បានឆ្លៀតដល់ការដើម្បីស្វែងយល់អំពីវាព្រោះថាគាត់នឹងមិនមានអារម្មណ៍ស្វាទភាពនោះទេរហូតដល់តែគាត់អាចបង្កើតក្បួនបង្ខាំងវិញ្ញាណដើម្បីដាក់នៅជាមួយរូបភ្នំនេះបានថ្ងៃបន្ទាប់ហាលីបានចាប់ផ្ដើមបែងចែកទៅលើពេលវេលារបស់គាត់ទៅជាផ្នែកជាច្រើនតែពេលរយៈពេល4ម៉ោងដែលគាត់ប្រើដើម្បីបណ្ដេញធម្មពលពឹសខ្យល់និងពេលវេលាបន្តិចទៀតដែលប្រើដើម្បីចម្រាញ់គុជលេបព្រលឹងក៏បានចំណាយពេលនៅសិក្សារបស់គាត់ដើម្បីសិក្សាអំពីក្បួនបង្ខាំងវិញ្ញាណចំពោះសួនអសតដែលនៅខាងក្រៅហាលីមានអាយ៉ងជាច្រើនសម្រាប់មើលថែវាបន្ថែមពីនេះហាលីបានប្រើប្រាស់នៅវត្ថុរាវពណ៌បៃតងដើម្បីធ្វើឲ្យស្មៅឥន្ធនូឆាប់លូតលាស់ហើយចិញ្ចឹមវាទៅឲ្យសត្វឃ្មុំមាសរបស់គាត់ក៏មានអារម្មណ៍ថាសត្វល្អិតទាំងនេះបានជិតបន្តពូជម្ដងទៀតហើយជាមួយនឹងការរស់នៅក្នុងជីវិតដ៏ឯកោបែបនេះជាច្រើនខែបានកន្លងផុតទៅនៅក្នុងមួយប្រវត្តិផ្នែកក្នុងកន្លងពេលប្រហែលខែនេះមួយភេលីងបានមកសួរសុខទុក្ខគាត់ចំនួន2ដងនៅពេលដែលនាងបានឃើញថាហាន់លីបានមើលថែទៅលើសួនអសតស្របតាមលក្ខខណ្ឌរបស់នាងមិនបានយកចិត្តទុកដាក់ច្រើនចំពោះសួនច្បារនេះទេចំណែកឯវិជ្ជាគុណតកតដ៏ជ្រាលជ្រៅនៃរឿងនេះក៏មិនបានសាកសួរអ្វីទៅកាន់ហាន់លីដែរដាក់ពេលដែលហាន់លីក៏មិនបានចាត់សួរអ្វីទៅកាន់នាងវិញដែរហើយមានន័យថានាងអត់បានខ្វល់ពីហាន់លីសោះមកសូម្បីតែវិជ្ជាគុណដែលឲ្យគាត់ប្រខាត់គាត់ខ្វល់ដែរចង់ចេះក៏ចេះទៅមិនចេះក៏មិនចេះទៅអូខេឥឡូវនេះសាច់រឿងរបស់យើងមកដល់ទីបញ្ចប់ហើយខ្ញុំបានសន្យាជាមួយនឹងបងប្អូនទាំងអស់គ្នាថាចេញតាំងពីល្ងាចបែបតែឥឡូវនេះយប់ជ្រៅនេះខ្ញុំនៅតែបន្តធ្វើវាទៀតដែរមូលហេតុដោយសារតែខ្ញុំឈឺលេបពងកតិចទៀតហ្នឹងអាចនឹងផ្ដាសាយសលេងងមកហើយយាយបែរជាអត់សូវព្រោះទេមិនថាខ្លួនឯងសលេងព្រោះទេគាត់ថានិយាយទៅស្ដាប់ទៅវាកងួទៅប៉ុណ្ណឹងអញ្ចឹងតន់សលេងខ្លួនឯងនៅល្អជ្រាបធ្វើពីយប់ហើយអធិស្ឋានចំពោះបងប្អូនដែលរកចាំដែរនាទី3ហើយរឿងក៏ចេញយឺតទៀតហើយបងប្អូនទាំងគ្នាដូចការដែលបានដឹងអញ្ចឹងការសម្ដែងទៅលើសាច់រឿង novel គឺវាមិនសូវស្រួលមកដែរទៅបកប្រែទៅជា script ផងទៅធ្វើការ record សលេងហើយនឹងធ្វើការ edit ផ្សេងៗទៀតផងអញ្ចឹងទៅធ្វើឲ្យវាចំណាយពេលយូរហើយមានតែជាការអធិស្ឋានហើយចំពោះបងប្អូនដែលពេញចិត្តទៅលើរាល់ការសម្ដែងរបស់ខ្ញុំឬក៏រាល់ការនិទានរបស់ខ្ញុំហ្នឹងសូមធ្វើការ like share ក៏ដូចជាធ្វើការ subscribe ហើយនិង comment ទាំងអស់គ្នាដើម្បីជាការលើកទឹកចិត្តរបស់ខ្ញុំផ្ទាល់ជាអ្នកសម្ដែងហើយនិងដើម្បីជាការនិយាយគ្នាលេងផងដែរសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់ទស្សនាហើយជួបគ្នាបន្តទៀតនៅវីដេអូក្រោយៗទៀត